We choose to go to the moon. កាលពីប្រមាណឆ្នាំមុន NASA បានរកឃើញភពមួយដែលមានសន្តាននឹងលក្ខណៈដូចភពផែនដីបេះបត់អញ្ចឹងតែថាតើទីនោះអាចមានសភាវៈមានជីវិតរស់នៅដែរឬទេហើយទម្រង់របស់វាដូចទៅនឹងភពផែនដីដែរឬទេឬក៏ភពនេះនឹងក្លាយទៅជាភពផែនដីអនាគតដែលមនុស្សនឹងទៅរស់នៅទីនោះបន្ទាប់ពីផែនដីរបស់យើងសប្តាហ៍ថ្ងៃហើយតើមានអ្វីកើតឡើងប្រសិនបើមនុស្សយើងនឹងទៅរស់នៅភពផែនដីទី2នោះដូច្នេះហើយបើអ្នកទាំងអស់គ្នាចង់ដឹងមកតាមដានវីដេអូនេះរហូតដល់ចប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដល់អ្នកទាំងអស់គ្នា Melis Aurora គឺជាប្រេនទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង page និង Telegram Melis Aurora ក្នុងចំណោមផ្កាយរាប់ពាន់រាប់លានដែល NASA បានរកឃើញក្នុងនោះមានភពមួយដែលស្តៀងទៅនឹងផែនដីដែលយើងអាចនិយាយបានថាវាជាបងប្អូនភ្លោះរបស់ផែនដីក៏ថាបានដែរដែលវាគឺជាភពមួយដំបូងបង្អស់ស្ថិតនៅក្នុងតំបន់មាសឬក៏ Goldilocks ដែលមានលក្ខណៈសម្បត្តិនិងប្រព័ន្ធព្រះអាទិត្យដូចយើងបេះបិទក៏ប៉ុន្តែវាមានទំហំធំជាងផែនដីរហូតដល់2ដងឯណោះសីតុណ្ហភាពរបស់វាគឺ22អង្សាជាមធ្យមហើយគេបានសន្និដ្ឋានថាវាប្រហែលជាមានមហាសមុទ្រដ៏មហិមានៅទីនោះទៀតប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រមិនទាន់បានប្រាប់យើងនោះគឺថាភពនោះគឺកំពុងតែវិលផ្ដេកដែលធ្វើឲ្យអាកាសធាតុរបស់វាប្រែប្រួលយ៉ាងខ្លាំងតែម្ដងប្រៀបដូចជាពីឋានសួគ៌ទៅឋាននរកអញ្ចឹងត្រឹមតែមួយប្រេចភ្នែកក៏ប៉ុន្តែតើជីវិតនៅលើភពនោះទៅជាយ៉ាងណាឲ្យពិតប្រាកដហើយគេបានរកឃើញភពនេះដោយរបៀបណាបាននិយាយអំពីរឿងនេះយើងវិលត្រឡប់ទៅកាន់ឆ្នាំ2011នៅពេលដែល Telescope Kepler បានប្រើវិធីសាស្ត្រ Transit Method គឺការអង្គុយចាំអ៊ុតមើលពន្លឺផ្កាយ Kepler 22នៅពេលដែលភព Kepler 22b ហោះកាត់មុខមេផ្កាយរបស់វាពន្លឺផ្កាយនេះស្រាប់តែធ្លាក់ចុះមកបន្តិចបើនិយាយស្រួលទៅដូចយើងពិនិត្យមើលស្រមោលមូសហោះកាត់អំពូលភ្លើងនៅក្នុងផ្ទះយើងអញ្ចឹងគ្រាន់តែយើងឃើញស្រមោលក៏ដឹងថាវាជាមូសដែរហើយតាមស្រមោលនេះហើយទើបអ្នកវិទ្យាសាស្ត្រអាចគណនាអំពីទំហំនិងកន្លងរបស់វាបានហើយដោយសពដងអញ្ចឹងឥឡូវយើងចូលមកកាន់សេណារីយ៉ូរបស់យើងឧបមាថាពូជសាសន៍មនុស្សនេះត្រូវការផ្លាស់ប្ដូរភពហើយភពផែនដីរបស់យើងលែងអាចរស់នៅបានហើយយើងស្វែងរកភពថ្មីជម្រើសដែលល្អបំផុតនោះគឺមានតែ Kepler 22b តែប៉ុណ្ណោះក៏ប៉ុន្តែយើងត្រូវជួបប្រទះរឿងជាច្រើនមុននឹងទៅដល់វាសំខាន់នោះតើយើងត្រូវជាអ្វីទៅតើយើងចំណាយពេលប៉ុន្មានទៅរំទៅដល់ភពនោះតែថាប្រសិនបើយើងមានត្រឹមតែយានឬក៏រ៉ុកែតធម្មតាទេកុំទៅល្អជាងព្រោះវាមិនដល់ទេសូម្បីតែរ៉ុកែតដែលមានល្បឿនលឿនបំផុតរបស់ NASA សប្តាហ៍ថ្ងៃនេះក៏ត្រូវចំណាយពេលប្រហែលជា24លានឆ្នាំដែរទម្រាំទៅដល់ភព Kepler 22b ហើយទម្រាំតែធ្វើដំណើរទៅដល់ភពនោះសូម្បីតែពូជសាសន៍នៅលើភពផែនដីក៏ប្រហែលជាវិវត្តទៅអីផ្សេងបាត់ទៅហើយចំណែកឯអ្នកដែលនៅលើយានវិញផេះក៏មិនសល់ដែរចុះប្រសិនបើយើងមានបច្ចេកវិទ្យាល្បឿនពន្លឺសូម្បីតែល្បឿនពន្លឺ3លានគីឡូម៉ែត្រនៅក្នុង1វិនាទីក៏ត្រូវចំណាយពេល635ឆ្នាំដែរដូច្នេះជំរើសតែមួយគត់នោះគឺ Cryogenic Sleep ឬក៏ការដេកក្លាសេ NASA កំពុងតែសិក្សាអំពីការបញ្ចុះកម្ដៅរាងកាយមកត្រឹម32អង្សាសេដើម្បីឲ្យសរីរាង្គរបស់យើងបានដេកលក់រហូតដល់រាប់រយឆ្នាំមិនចាស់ប៉ុន្តែសាកគិតមើលប្រសិនបើយើងដេកអស់600ឆ្នាំហើយភ្ញាក់មកវិញដោយសារតែទូក្លាសេរបស់យើងដាច់ភ្លើងនោះពិតជាស្ដាយស្លាប់ហើយយើងប្រហែលជាខ្លាយជាត្រីងៀតលំហអាកាសហើយប៉ុន្តែយើងឧបមាថាយើងអាចទៅដល់ Kepler 22b ដោយសុវត្ថិភាពទៅចោះនៅពេលដែលយើងបានទៅដល់ Kepler 22b កុំសង្ឃឹមថាបានសំណុកសុខស្រួលហើយរួចផុតពីគ្រោះថ្នាក់អីសោះក៏ដោយសារតែភពនេះគឺជា Super Earth ដែលវាមានទម្ងន់ធ្ងន់ជាងផែនដីរហូតដល់36ដងឯណោះបើតាមរូបវិទ្យារបស់ Isaac Newton ទំនាញផែនដីអាស្រ័យទៅលើម៉ាស់អ្នកវិទ្យាសាស្ត្របានស្មានថាទំនាញផែនដីនៅទីនោះអាចខ្លាំងជាងផែនដីរបស់យើងសប្តាហ៍ថ្ងៃនេះ2ដងឯណោះបើទម្ងន់អ្នកទាំងអស់គ្នា70គីឡូនៅស្រុកខ្មែរទៅដល់ទីនោះជញ្ជីងនឹងលោតរហូតដល់140គីឡូភ្លាមគ្រាន់តែលើកជើងមួយជំហានដូចជាលើកបាវអង្គរមួយអញ្ចឹងហើយអ្នកទាំងអស់គ្នាប្រហែលជាត្រូវការហាត់ប្រាណយកសាច់ដុំឲ្យខ្លាំងតាំងពីនៅផែនដីម្លេះប្រសិនបើអ្នកទាំងអស់គ្នាមានសាច់ដុំខ្សោយបេះដូងអ្នកទាំងអស់គ្នានឹងមិនមានកម្លាំងច្បាច់ឈាមទៅកាន់ខួរក្បាលនោះទេព្រោះទំនាញផែនដីនៅទីនោះនឹងទាញឈាមអ្នកទាំងអស់គ្នាឲ្យធ្លាក់ចុះទៅដីទាំងអស់ហ
ហើយសូម្បីតែសត្វពាហនៈដែលយើងយកវាទៅក៏ត្រូវវិវត្តខ្លួនតាមពេលវេលាដែរនៅលើភពផែនដីនោះគោសេះដែលមានជើង4ដើម្បីទ្រទម្ងន់នោះតែនៅពេលដែលនៅលើភព Kepler 22b សត្វទាំងនេះអាចវិវត្តខ្លួនឲ្យមានជើង6ឬក៏8ដើម្បីទប់នឹងលំនឹងនិងចែកចាយទម្ងន់ដ៏ធ្ងន់នេះចុះរុក្ខជាតិវិញរុក្ខជាតិនៅទីនោះមិនលូតលាស់ខ្ពស់ស្រឡះដោយរុក្ខជាតិនៅលើភពផែនដីទេក៏ដោយសារតែទំនាញវាទាញចុះក្រោមខ្លាំងពេកវាអាចមានរាងទាបតែមានដើមធំវាមានស្លឹកប្លែកៗដូចជាពណ៌ក្រហមឬក៏ស្វាយដើម្បីស្រូបយកពន្លឺពីព្រះអាទិត្យរបស់វាឲ្យបានល្អ Kepler 22b នេះវិលជុំវិញផ្កាយមេរបស់វាប្រើរយៈពេល290ថ្ងៃសីតុណ្ហភាពជាមធ្យមគឺ15ទៅ22អង្សាសេត្រជាក់ល្មមរស់នៅតែម្ដងតែចំណុចដែលគួរឲ្យខ្លាចនោះគឺវាអាចនឹងវិលផ្អៀងការវិលនេះដូចជាភព Uranus ដែរការវិលផ្អៀងនេះមានន័យថាប៉ូលខាងជើងត្រូវហាលថ្ងៃកន្លះឆ្នាំហើយងងឹត0កន្លះឆ្នាំតែសំណាងល្អអីវាអាចនឹងមានមហាសមុទ្រជម្រៅ50ម៉ែត្រគ្របដណ្ដប់ពេញភពទឹកសមុទ្រនេះនឹងដើរតួជាម៉ាស៊ីនត្រជាក់ធម្មជាតិដែលជួយឲ្យស្រូបកម្ដៅនៅពេលថ្ងៃនិងបញ្ចេញកម្ដៅវិញនៅពេលយប់ដែលធ្វើឲ្យអាកាសធាតុជាមធ្យមអាចរស់នៅបានតែម្ដងចុះបើសិនបើវាគ្មានដីគោកសោះនោះមនុស្សជាតិរបស់យើងនឹងត្រូវរស់នៅក្រោមទឹកដូចជា Submarine City តែបើវាជាភពនៃអូស្មန်វិញជំរឿតែមួយគត់គឺទីក្រុងលើមេឃ Cloud City យើងនឹងត្រូវបង្កើតស្ថានីយ៍អវកាសដែលបណ្ដែតខ្លួនក្នុងស្រទាប់បរិយាកាសសម័យមើលផ្ទះរបស់យើងអណ្ដែតលើពពកហើយរាល់ថ្ងៃមើលទៅខាងក្រោមឃើញតែព្យុះនៅអូស្មန်ពុលមើលទៅស្អាតផងគួរឲ្យខ្លាចផងរឿងមួយទៀតដែលសាហាវជាងទំនាញផែនដីនោះគឺសម្ពាធបរិយាកាសនៅលើភពផែនដីយើងមានសម្ពាធល្មមដែលសួតយើងអាចដកដង្ហើមបានតែនៅលើភពធំបែបនេះបរិយាកាសរបស់វាមានដងសេតេខ្លាំងពេកហើយសម្ពាធរបស់វាគឺដូចទៅនឹងមហាសមុទ្រជម្រៅ1គីឡូម៉ែត្រអញ្ចឹងគ្រាន់តែយើងទៅដល់ទីនោះភ្លាមមិនទាន់បានដកដង្ហើមផងសម្ពាធខ្យល់នឹងបុកធ្វើឲ្យយើងសំប៉ែតដូចកំប៉ុងឡានកិនអញ្ចឹងហើយប្រសិនបើវាមានបរិយាកាសដូចភពសុក្រវិញវានាំឲ្យមានអាស៊ីតសូហ្វរិកទៀតនោះមេឃភ្លៀងមកសុទ្ធតែអាស៊ីតរលាយទាំងក្អៅរលាយទាំងសាច់មិនទាន់ទៅដល់លើដីភពនោះផងស្លាប់ទៅលើលំហបរិយាកាសបាត់ទៅហើយបើសិនបើភពផែនដីរបស់យើងនឹងរលាយយើងមានតែបថុយប៉ុណ្ណោះក្នុងការធ្វើដំណើរទៅកាន់ Kepler 22b ដោយសារតែយើងមិនទាន់ដឹងពីសមត្ថភាពរបស់ភពនោះថាសមាសធាតុរបស់ភពនោះគឺជាភពដីឬក៏ភពអូស្មန်ហើយយើងក៏មិនទាន់ដឹងថាដែនមញ៉េទិករបស់វាការការពារកាំរស្មីពីផ្កាយមេរបស់វាមានដែរឬអត់បើសិនបើគ្មានទេគ្រាន់តែដល់ទីនោះភ្លាមយើងស្លាប់ដោយសារតែរលកវិទ្យុសកម្មភ្លាមតែម្ដងបើសរុបមកវិញផែនដីរបស់យើងគឺជាកន្លែងដែលល្អបំផុតសម្រាប់យើងដូចពាក្យចាស់ពោលថានៅផ្ទះខ្លួនឯងសុខជាងនៅផ្ទះគេហើយកុំថាឡើយផ្ទះនោះនៅចម្ងាយ635ឆ្នាំពន្លឺក៏ដោយបើសម្រាប់បងប្អូនវិញតើបងប្អូនហ៊ានទៅនៅដែរឬទេកុំភ្លេចខមមិនខាងក្រោមប្រាប់ខ្ញុំផងដូច្នេះក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាអាចចូលមកវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ